សួស្តីអ្នកទាំងគ្នាស្វាគមន៍ជាមួយនឹងខ្ញុំហើយថ្ងៃនេះខ្ញុំមកលើករឿងមួយដែលល្អមើលខ្លាំងមែនតើហើយរឿងហ្នឹងគឺមានចំណងជើងថារស់ឡើងវិញដើម្បីសងសឹកហើយបើសិនជាមានកន្លែងណាមាននិយាយទៅខុសឆ្គងសូមអធិស្ឋានដែលមានផងតោះយើងចូលរឿងយើងតែម្ដងទៅនៅក្នុងចិត្តរបស់នាងដំបងឡើយគឺមានតែភាពរីករាយនិងក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្របំផុតដោយនាងបានរៀបរាប់ថាអាចរៀបការជាមួយនឹងឈិនយុនខ្ញុំពិតជាសប្បាយចិត្តណាស់ការពេញចិត្តដែលនៅក្នុងការផ្នែកមានតែគាត់ខ្ញុំគិតថាខ្ញុំជាមនុស្សស្រីដែលសំណាញ់ជាងគេនៅលើពិភពលោកប៉ុន្តែសេចក្តីសុខនោះមិនបានស្ថិតស្ថេររហូតទេព្រោះក្រោយមកស្វាមីរបស់នាងបានប្រែប្រួលទាំងស្រុងតែបន្ទាប់មកក៏បានផ្លាស់ប្ដូរទៅជាសាហាវគ្មានធម៌មេត្តាស្វាមីរបស់នាងត្រូវបានគេបោកប្រាស់ទាំងស្រុងដោយសារតែពាក្យសម្ដីមួយបង្កាច់ហើយគាត់បាននិយាយចោទប្រកាន់មកលើរូបនាងទាំងកំហឹងថានាងបានសម្លាប់ប្អូនប្រុសបង្កើតរបស់ខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់នាងបើមិនមែនដោយសារតែបងស្រីរបស់នាងទ្រាំមិនបានហើយនិយាយការពិតចេញមកខ្ញុំមិនទាន់ដឹងថាប្រពន្ធសាហាវយ៉ាងណាគាត់នៅតែបន្តខឹងសម្បានិងមិនព្រមលើកលែងឲ្យនាងឡើយគ្រួសារឈិនខ្ញុំមិនអាចអត់ធ្មត់នឹងនាងទៀតទេចំណែកឯតួស្រីវិញក៏បានត្រឹមតែឈឺចាប់និងអស់សង្ឃឹមដោយគិតក្នុងចិត្តថាសេចក្តីសប្បុរសទាំងនោះដែលខ្ញុំមានមោទនភាពបានក្លាយទៅជាលេសសម្រាប់ការសម្ងាត់ធ្វើបាបស្ថានភាពកាន់តែដុនដាបខ្លាំងនៅពេលដែលកូនប្រុសរបស់នាងធ្លាក់ខ្លួនឈឺធ្ងន់រហូតធ្វើឲ្យនាងត្រូវហូរយំអង្វរករស្វាមីថាលោកប្តីសូមជួយសង្គ្រោះកូនរបស់យើងផងគេជិតស្លាប់ហើយប៉ុន្តែផ្ទុយទៅវិញគ្រូពេទ្យឬមនុស្សនៅទីនោះបែរជាយកឱសថដ៏មានតម្លៃទៅជួយអ្នកផ្សេងទៅវិញដោយនិយាយថាស្មៅនេះត្រូវបានប្រើដើម្បីព្យាបាលជំងឺរបស់អ្នកនាងឈាវជាមួយនឹងថ្នាំនេះជំងឺរបស់នាងអាចជាសះស្បើយទង្វើដ៏អយុត្តិធម៌នេះបានធ្វើឲ្យនាងឈឺចាប់រហូតជេរប្រតិចនិងតូចចិត្តនឹងទង្វើរបស់ស្វាមីខ្លួនឯងថាអាថោកហើយប្តីជាទីស្រឡាញ់របស់ខ្ញុំសុខចិត្តបោះបង់ចោលកូនប្រុសខ្លួនឯងក៏ត្រូវឲ្យបងស្រីរបស់ខ្ញុំឈ្មោះលីស៊ូឈៀវរស់នៅ100ឆ្នាំនាងបានត្រឹមតែស្ដាយក្រោយចំពោះភាពទន់ជ្រាយរបស់ខ្លួនឯងកាលពីមុនរឿងរ៉ាវទាំងនោះដែលខ្ញុំមិនហ៊ានប្រយុទ្ធដោយហេតុផលរុញច្រានមនុស្សជាទីស្រឡាញ់របស់ខ្ញុំទៅក្នុងទីជម្រៅជ្រៅបំផុតទោះជានាងព្យាយាមបញ្យល់ស្វាមីថាលោកប្តីមិនមែនបែបនេះទេក៏គ្មានអ្នកណាជឿដែរអ្វីៗគ្រប់យ៉ាងគឺជាល្បិចកលរបស់សត្រូវយប់នេះហើយឪពុកនិងម្ដាយរបស់ខ្ញុំពួកគាត់ស្រឡាញ់យ៉ាងខ្លាំងគ្រួសារឈិនជាអ្នករៀបចំទម្លាក់កំហុសឲ្យម្ដាយខ្ញុំក្លាយជាមនុស្សចិត្តក្បត់ល្បិចកលទាំងនោះបានបំផ្លាញសេចក្តីសុខក្នុងគ្រួសាររបស់នាងទាំងស្រុងគាត់ខ្មាស់គេខ្លាំងណាស់ម្ដាយរបស់ខ្ញុំបានលែងលះឪពុកខ្ញុំធ្លាក់ក្នុងស្ថានភាពលំបាកចុងបញ្ចប់នាងក៏បានដឹងខ្លួនថាសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ខ្ញុំបានប្រែទៅជាអាវុធដើម្បីសម្លាប់ខ្ញុំនៅចុងបញ្ចប់មុនពេលដែលនាងត្រូវបានធ្លាក់ទឹកស្លាប់ទាំងភាពអយុត្តិធម៌នាងបានគិតដោយក្តីចង់គំនុំថាបានខ្លាចជាច្រកដែលគួរឲ្យស្អប់ខ្ពើមអ្នកខ្ពង់ខ្ពស់ដែលអាចធ្វើចេញរឿងថោកមហាសែនថោកទាបបែបនេះបានហេតុអ្វីនាងបានសម្ដែងការស្ដាយក្រោយយ៉ាងខ្លាំងចំពោះសេចក្តីស្នេហាកន្លងមកខ្ញុំស្អប់ខ្ញុំស្រឡាញ់មនុស្សខុសពេញមួយជីវិតនេះរបស់ខ្ញុំហើយជឿលើមនុស្សខុសមុនពេលដកដង្ហើមចុងក្រោយនាងបានបួងសួងនិងបដិញ្ញាចិត្តដ៏មោះមុតថាប្រសិនបើមានជីវិតក្រោយខ្ញុំចង់ទុកទឹកចិត្តដែលស្មោះសន្យាទៅមនុស្សដែលបានស័ក្តិសមហើយសម្រាប់មនុស្សអាក្រក់ឈាមត្រូវតែសងដោយឈាមសាច់រឿងបានបង្ហាញពីតួអង្គសំខាន់ម្នាក់ទៀតដែលជាព្រះអង្គម្ចាស់ដ៏មានអំណាចព្រះអង្គម្ចាស់ដែលខ្ពង់ខ្ពស់ដែលពូកែគ្មានគូប្រៀបចិនចានាងបានរំលឹកឡើងវិញនូវការឈឺចាប់ដែលបង្កឡើងដោយអតីតស្វាមីរបស់នាងស្វាមីដែលធ្លាប់ស្រឡាញ់គ្នាដូចបិទកែវ502ប្រែក្លាយទៅជាសត្រូវស៊ូពូជស៊ីអាចហុចឈាមគ្នាមើលមុខអាថោកនៅច្បាស់ទៅកុំឲ្យភ្លេចមុខណាផ្ទាំងមួយហ្នឹងឯងដែលបង្ហាញពីមុខរបស់អតីតស្វាមីរបស់នាងចិនជាន់នៅក្នុងជាតិថ្មីនេះដំណើររឿងនឹងការសងសឹកនឹងត្រូវចាប់ផ្ដើមសារជាថ្មីម្ដងទៀតព្រះរាជបុត្រដែលមានចិត្តដូចជានីតិហានវ័យក្មេងដែលមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅទាំងអស់កាត់ឡើងសារជាថ្មីម្ដងទៀតផ្ទាំងចុងក្រោយបង្ហាញពីការត្រឡប់មកវិញរបស់តួស្រីនៅក្នុងរូបរាងនិងឈ្មោះថ្មីឬជាខ្លួននាងផ្ទាល់គឺលីស៊ូស៊ីប៉ុន្តែនៅក្នុងរឿងនេះគេដាក់លីមីស៊ីអញ្ចឹងនាងមានឈ្មោះថាលីស៊ូស៊ីដែលត្រៀមខ្លួនរួចជាស្រេចដើម្បីទាមទារយុត្តិធម៌និងសងសឹកគ្រួសារឈិនក៏ដូចជាមនុស្សអាក្រក់ទាំងឡាយដែលបានធ្វើបាបនាងកាលពីជាតិមុនអញ្ចឹងរឿងយើងក៏ចាប់បានតែឆ្លេះត្រឹមហ្នឹងឯងហើយបើសិនជាចូលចិត្តរឿងហ្នឹងអាចជួយចុច like និង comment ប្រាប់ផង admin នឹងធ្វើរឿងតទៅមុខទៀតនេះគ្រាន់តែជាភាគចាប់ផ្ដើមតែប៉ុណ្ណោះភាគ1ចាំដាក់នៅវីដេអូក្រោយ